ដីសំណរីរីយ៉ាងខ្លាំងដែលមានឱកាសក្នុងការឡើងមកបកស្រាយសុភាសិតមួយដល់ក្តារក៏កុំផ្ទុកនៅអត្ថន័យនឹងជាសក្ខីនៃពងសាវតាដែលបានចោទឡើងថាវប្បធម៌រលត់ជារលាយវប្បធម៌ពនរីជាកាន់អង្គវេទិកាទាំងនោះជាទីមេត្រីវប្បធម៌គឺជាការសាងសង់ទំនាក់ទំនងពីសម័យកាលមួយទៅសម័យកាលមួយនិងជាមរតកប្រកបដោយសក្តានុពលមិនចេះរាំងស្ងួតជួនកាលការវិវត្តនានាក្នុងសង្គមបានញ៉ាំងឲ្យមានការទទួលឥទ្ធិពលពីគ្នាទៅវិញទៅមកហើយបើជាសាស្ត្របាត់បង់នៅវប្បធម៌តែជាតសញ្ញាណជាតិរបស់ខ្លួននោះប្រកាសថាជាសាសនោះនឹងគ្មានប្រភពច្បាស់លាស់តែហេតុនេះហើយទើបមានសុភាសិតមួយបានលើកឡើងថាវប្បធម៌រលត់ជារលាយវប្បធម៌ពនរីជាកាន់ដែលសុភាសិតនេះមានអត្ថន័យយ៉ាងដូចបន្តិចអង្គវេទិកាទាំងនោះជាទីមេត្រីមុននឹងឈានដល់ការបកស្រាយនៃសុភាសិតនេះឲ្យកាន់តែស៊ីជម្រៅថែមទៀតនោះយើងក៏បីយើងនៅពេលកំណត់ជាមុនសិនបើយើងទៅតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជួនណាបានឲ្យយមន័យទៅលើពាក្យជាថាសម្ដៅដល់ជាសាសឬប្រទេសផ្សេងចំណែកពនរីមានន័យថាតែមានពលរស្មីត្រចាំងត្រចង់រីឯពាក្យថាកាមានន័យថាតែរងរឿងរីកចម្រើនទៅមុខសរុបសុភាសិតមកបើជាសាសមួយត្រូវបាត់បង់នៅវប្បធម៌ដែលជាប្រលឹងជារបស់ខ្លួននោះប្រកាសថានឹងរលាយដោយក្រមុនទៅថ្ងៃប៉ុន្តែបើវប្បធម៌រុងរឿងនោះសង្គមជាតិនឹងមានការរីកចម្រើនជាធម្មតាទឹកហូរពីខ្ពស់ទៅទាបចំណែកប្រទេសដែលមានវប្បធម៌ទាបតែងរងឥទ្ធិពលពីប្រទេសដែលមានវប្បធម៌ខ្ពស់ជាស្ដែងនាពេលបច្ចុប្បន្ននេះកម្ពុជាកំពុងតែរងឥទ្ធិពលពីប្រទេសមហាអំណាចមួយចំនួនដូចជាបារាំងអង់គ្លេសនិងសហរដ្ឋអឺរ៉ុបចំពោះកិច្ចស្វាគមន៍គ្នាទៅវិញទៅមកនៅសហរដ្ឋអឺរ៉ុបគេមានវប្បធម៌មួយគឺការចាប់ដៃគ្នាចំពោះការធ្វើកិច្ចស្វាគមន៍គ្នាទៅវិញទៅមកប៉ុន្តែនាពេលបច្ចុប្បន្ននេះកម្ពុជាក៏បានយកការចាប់ដៃគ្នាដើម្បីធ្វើកិច្ចស្វាគមន៍នៅតាមសាលប្រជុំនានាលើពីនេះទៅទៀតបើយើងទៅសិក្សានៅរឿងអក្សរសាស្ត្រខ្មែរវិញគឺរឿងតេជោយ៉តសៀមម៉ាស៊ីយើងវេលុកមហានគរខ្មែរធ្វើឲ្យស្ដេចខ្មែរសកលហើយបានចាប់ព្រះរាមរបស់តេជោយ៉តហើយតេជោយ៉តមានញាជាឧបរិយបានមករកអ្នកស្នេហាជាតិដើម្បីរំដោះមហានគរខ្មែរនៅទីបញ្ចប់តេជោយ៉តបានរំដោះមហានគរខ្មែរហើយក៏បានសង់សង់នៅវប្បធម៌អរិយធម៌ខ្មែរឡើងវិញដែលស្ទើរតែបាត់បង់នៅពេលធ្វើសង្គ្រាមនោះតែបើយើងត្រឡប់មកមើលខ្មែរនៅសម័យអាណានិគមនិយមបារាំងវិញបារាំងបានចាប់បង្ខំឲ្យកូនខ្មែរទាំងអស់រៀនអក្សរបារាំងអក្សរខ្មែរត្រូវបានរកទៅជ្រកពោះនៅទីវត្តអារាមជាប្រការនេះហើយដែលធ្វើឲ្យខ្មែរធ្លាក់ដុនដាជាដុនដាលើកនេះទៅទៀតខ្មែរក៏ធ្លាប់ឆ្លងកាត់នៅសម័យដ៏ខ្លាំងល្ងឹតគឺរបបកម្ពុជាប្រជាធិបតេយ្យអក្សរសាស្ត្រខ្មែរត្រូវបានបំផ្លាញសាសនាត្រូវបានវិនាសប្រទេសជាតិទាំងមូលខ្លាយទៅជាវាវិឃាតយ៉ាងព្រៃផ្សៃសម្រាប់សេចក្តីមកវប្បធម៌រលត់ជារលាយព្រោះជាការបាត់បង់នៅអត្តសញ្ញាណជាតិរបស់ខ្លួនតែបើវប្បធម៌រុងរឿងប្រទេសជាតិនឹងមានការអភិវឌ្ឍដូច្នេះក្នុងនាមយើងជាយុវជនកម្ពុជាមួយរូបយើងត្រូវចង់ចាំថាយើងមិនអោយប្រទេសជាតិរបស់យើងបាត់បង់នឹងរងការឈឺពីប្រទេសជិតខាងវិញទេយើងត្រូវចេះលើកស្ទួយនៅវប្បធម៌អរិយធម៌ខ្មែរនឹងមិនអាចកើតមានប្រវត្តិសាស្ត្រច្រំដែតស្របទៅនឹងសុភាសិតវប្បធម៌រលត់ជារលាយវប្បធម៌ពនរីជាកាន់អង្គវេទិកាទាំងនោះជាទីមេត្រីត្រូវចងចាំថាយើងទាំងអស់គ្នាជាអ្នកកំណត់ប្រទេសជាតិយើងទាំងអស់គ្នាជាអ្នកកំណត់ចូលវាសនាប្រទេសជាតិមិនមែនប្រទេសជាតិជាអ្នកបង្កើតយើងទេចូលចោលជាសំណួរចំពោះខ្លួនឯងថាតើយើងបានធ្វើអ្វីខ្លះចំពោះប្រទេសជាតិមិនមែនសួរថាតើប្រទេសជាតិមួយនេះបានផ្ដល់អ្វីខ្លះដល់យើងទេសរុបសេចក្តីមកនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយកលោកគ្រូអ្នកគ្រូអាណាព្យាបាលសិស្សព្រមទាំងសិស្សដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការស្ដាប់និងការធ្វើបង្ហាញរបស់នាងខ្ញុំនាងធីនីសូមអរគុណសូមជម្រាបលា